ចំនួននៅប្រចាំពពាតើអ៊ីរ៉ង់អាចខ្ទប់ដង្ហើមប្រតិកម្មសកលបានដែរឬទេចាប់តាំងពីមានចំនួននៅប្រចាំពពារហូតដល់មានការផ្ទុះអាវុធធុនធ្ងន់ដាក់គ្នារវាងបណ្ដាប្រទេសនៅប្រចាំពពាច្រកសមុទ្រសំខាន់ៗពីរក្នុងនោះមានច្រកសមុទ្រអុកម៉ូសត្រូវបានអ៊ីរ៉ង់បិទហើយខណៈដែលច្រកមួយផ្សេងទៀតបច្ចុប្បន្ននេះក៏ត្រូវបានទីក្រុងតេហ៍រ៉ង់គម្រាមខ្ទប់ដង្ហើមនោះដែរគឺច្រកបេបអាល់ម៉ាឌីបច្រកទាំងពីរនេះមិនត្រឹមតែជាច្រកចរាចរណ៍ប្រេងប៉ុណ្ណោះទេតែជាច្រកចរន្តលំហូរប្រតិកម្មសកលរវាងប្លុកអាស៊ីអឺរ៉ុបនិងបណ្ដាប្រទេសជាប់ឈូងសមុទ្រនោះផងដែរបើសិនជាច្រកទាំងពីរនេះរងការគំរាមកំហែងធ្ងន់ធ្ងរនោះមិនគ្រាន់តែជាការបង្អាក់រារាំងស្ទះនោះទេតែនាំឲ្យខូចប្រព័ន្ធប្រតិកម្មសកលនោះតែម្ដងសំណួរស្ថិតនៅត្រង់ថាតើប្រទេសអ៊ីរ៉ង់អាចធ្វើទៅរួចដោយរបៀបណាមានសេណារីយ៉ូ2ដោយសេណារីយ៉ូទី1ទម្រង់ proxy ក្រុមហូទីដែលអ៊ីរ៉ង់ចិញ្ចឹមរាប់សិបឆ្នាំឈរជើងនៅច្រកសមុទ្របេបអាល់ម៉ាឌីបនោះស្រាប់ក្រុមជ្រុលនិយមនេះធ្លាប់បានអះអាងហើយថាខ្លួនអាចវាយប្រហារនាវានិងផ្លូវដឹកជញ្ជូនដោយមីស៊ីលនិងដ្រូនបើទោះបីជាពួកគេមិនទាន់លូកដៃចូលនៅក្នុងចំនួននេះក៏ដោយតែមានសញ្ញាច្រើនឡើងបង្ហាញថាអ៊ីរ៉ង់នឹងបើកភ្លើងឃីវឲ្យក្រុមនេះចូលទៅប្រយុទ្ធនៅពេលដែលពេលវេលាអំណោយផលសេណារីយ៉ូទី2គឺបាញ់ដល់ទីតាំងតែជាការបំភាន់ភ្នែករឿងនេះអ៊ីរ៉ង់អាចបាញ់មីស៊ីលនិងដ្រូនវាយប្រហារផ្លូវដឹកជញ្ជូននៅសមុទ្រក្រហមក៏ប៉ុន្តែសេណារីយ៉ូដែលគ្រោះថ្នាក់ជាងនេះទៅទៀតនោះគឺការបំភាន់ភ្នែកទៅវិញមានន័យថាគ្រប់នាវាប្រតិកម្មរបស់អ៊ីរ៉ង់ជាទីលានបាញ់មីស៊ីលទៅវិញបើកលិចទៅមើលផែនទីម្ដងទៀតច្រកសមុទ្រអុកម៉ូសត្រូវបានបិទហើយច្រកបាប់អែលម៉ានីក៏ត្រូវបានខ្ទប់ទៀតគ្មានច្រកចេញគ្មានផ្លូវឆ្លងកាត់ទៅច្រកស៊ុយអេនាវាប្រតិកម្មឆ្លងកាត់ផ្លូវទឹកឆ្ងាយថ្លៃដើមកាន់តែថ្លៃនិងប្រកបដោយគ្រោះថ្នាក់ជាលទ្ធផលតម្លៃប្រេងបានហក់ឡើងប្រព័ន្ធធានារ៉ាប់រងខូចខាតខ្សែសង្វាក់ផ្គត់ផ្គង់រាជសាយដោយសារតែចំនួនមួយនៅក្នុងច្រកសមុទ្រ2ហើយបើកលិចទៅមើលតម្លៃប្រេងឥន្ធនៈនៅពេលបច្ចុប្បន្ននេះវិញកាន់តែឡើងថ្លៃហើយអ្វីដែលពិសេសនោះគឺកង្វះប្រេងឥន្ធនៈសម្រាប់ផ្គត់ផ្គង់ព្រោះតែអ៊ីរ៉ង់មិនអនុញ្ញាតឲ្យនាវាដឹកប្រេងឬដឹកទំនិញផ្សេងឆ្លងកាត់តាមច្រកដ៏សំខាន់នោះក្រៅពីការបិទច្រកនោះហើយរោងចក្រចម្រាញ់ប្រេងនិងអណ្ដូងរ៉ែប្រេងសំខាន់ក្នុងបណ្ដាប្រទេសមជ្ឈិមបូព៌ាក៏ត្រូវបានបំផ្លាញដោយគ្រាប់មីស៊ីលដែលផ្លោងដាក់គ្នាទៅវិញទៅមករវាងអ៊ីរ៉ង់អ៊ីស្រាអែលនិងអាមេរិកហើយរោងចក្រទាំងនោះក៏មិនអាចត្រូវបានជួសជុលឬធ្វើឡើងវិញក្នុងពេលវេលាដ៏ខ្លីនោះដែរដូច្នេះវាត្រូវការពេលវេលាដើម្បីជួសជុលឬសាងសង់ឡើងវិញក្នុងអំឡុងពេលនេះវានឹងធ្វើឲ្យតម្លៃប្រេងឥន្ធនៈសកលនឹងបន្តឡើងថ្លៃខ្ពស់រហូតដល់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះបានសាងសង់ឬជួសជុលរួច